មើលនេះកម្មករគ្រាន់តែកាត់ចូលទៅក្នុងស្រទាប់ខាងក្រៅនៃដើមឈើនេះហើយទឹកយ៉ាងច្រើនក៏ចាប់ផ្ដើមហូរចេញមកមើលមួយផ្លេតមនុស្សជាច្រើនប្រហែលជាគិតថាតើដើមឈើនេះពិតជាអាចបង្កើតទឹកដោយខ្លួនឯងបានទេរុក្ខជាតិនេះត្រូវបានគេហៅថា Traveler's Palm ប៉ុន្តែនិយាយឲ្យចំទៅវាមិនមែនជាដើមត្នោតពិតប្រាកដនោះទេតាមពិតវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដើមចេកនិងរុក្ខជាតិ Bird of Paradise លក្ខណៈពិសេសជាក់ស្ដែងបំផុតរបស់វាគឺស្លឹកធំរាងដូចកង្ហាដែលមានទង់ស្លឹកតម្រៀបគ្នាយ៉ាងណែនមួយបន្ទាប់ពីមួយទៀតដូច្នេះតើដើមឈើនេះបង្កើតទឹកទាំងអស់នេះដោយខ្លួនឯងឬមិនមែនទាំងស្រុងទេ Traveler's Palm មិនដូចដើមដំបងយក្សដែលផ្ទុកទឹកយ៉ាងច្រើននៅខាងក្នុងជាលិកាសាច់ក្រាស់នោះទេអាចកំបាំងរបស់វាគឺស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់វានៅពេលភ្លៀងធ្លាក់ទឹកហូរចុះតាមស្លឹកធំទូលាយហើយត្រូវបានបង្ហូរចូលទៅក្នុងចន្លោះរវាងទង់ស្លឹកនិងស្រទាប់ស្លឹកចន្លោះស្រទាប់ទាំងនេះដំណើរការដូចជាប្រឡាយទឹកធម្មជាតិតូចយូរទៅទឹកភ្លៀងនិងទឹកសន្សើមអាចត្រូវបានជាប់នៅទីនោះជាបណ្ដោះអាសន្នដូច្នេះនៅពេលដែលកម្មករកាត់ឬច្របាច់ផ្នែកទាំងនោះទឹកក៏ហូរចេញមកភ្លាមដែលធ្វើឲ្យវាមើលទៅដូចជាដើមឈើកំពុងបាញ់ទឹកនោះក៏ជាកន្លែងដែលឈ្មោះរបស់វាមកពីណាដែរគេនិយាយថាអ្នកដំណើរនៅក្នុងព្រៃអាចរកទឹកពីរុក្ខជាតិនេះនៅពេលពួកគេស្រេកទឹកដូច្នេះវាត្រូវបានគេស្គាល់ថាជា Traveler's Palm អ្វីដែលធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍មិនមែនថាវាបង្កើតទឹកពីភាពទេនោះទេប៉ុន្តែវាលាក់ព្យុះភ្លៀងនៅខាងក្នុងរចនាសម្ព័ន្ធរបស់វាប្រសិនបើអ្នកបានឃើញដើមឈើនេះនៅក្នុងព្រៃ